បាទសួស្តីបងប្អូនយើងក្នុងបណ្ដាញសង្គមតន្ត្រីធំបាទអ្នកស្លាញ់ធំបាទទាំងអស់គ្នាបងប្អូនយើងថ្ងៃនេះធ្វើវីដេអូបង្ហាញពីការកែ Bluetooth បាទប្រភេទបាសចិត្តវាខូច Bluetooth បងប្អូនយើងបាទវាខូចហ្នឹងមិនខូចនឹងខូច IC នេះតែម្ដង IC ទៅយើងក៏បានដូរតែយើងអាចកែដាក់ល្អបានទៅសិនវាមានច្រើនប្រភេទតែសំខាន់លើយើងនិយាយជាមួយភ្ញៀវអតិថិជននេះបាទគាត់ចង់បានរៀនទូថ្លៃយើងដាក់នេះឲ្យទៅដោយសារតែភ្លើងកាប់ឡូវានៅចេញដែរអញ្ចឹងអត់អីទេបាទងាយស្រួលដែរគាត់យកទៅដល់បើកងតាក់គឺវាចេញតែម្ដងថ្ងៃនេះខ្ញុំធ្វើការបង្ហាញពីរបៀបកែបងប្អូនកែ Bluetooth បែបនេះវាចំណាយលុយតិចអានេះតែ10000ជាងបងប្អូនទិញនៅលើទីផ្សារ12000 15000តម្លៃតាមតម្លៃហាងផ្សេងគេលក់ទៅទិញមកកែខ្លួនឯងក៏បានដែរមកមើលវីដេអូនឹងលំអិតតិចបងប្អូននឹងចេះកែខ្លួនឯងបាននេះគឺលក្ខណៈថាវាមីក្រូអីនៅនិយាយជ្រៀងបានទាំងអស់តែម្ចាស់គាត់ថាចុចដូរម៉ូដអត់កើតតែពិតគឺខូច IC ធំនេះបាទទីយើងគឺពិបាករើ IC នឹងផងយើងក៏អត់មានប្រាប់គ្រប់ដែរយើងអាចកែបានតែច្រើនប្រភេទណាប្រភេទចេះក៏បានប្រភេទស្តៀងអាស៊ីនហ្នឹងក៏មានដែរតែសំខាន់លើភ្ញៀវបាទតែជនគាត់ទៅមករៀនទូថ្លៃដែរអញ្ចឹងយើងកែនេះឲ្យតែដល់ទៅតែមួយវាមើលហ្នឹងដូចនៅសំណុំដើមដោយសារតែយើងអត់បានដូរតាប់ឡូ IC វាទេបាទជាដំបូងគឺចង់បង្ហាញពីរបៀបកែហ្នឹងគឺយើងមើលទៅលើភ្លើងយើងមើលទៅលើ IC នេះសិន IC ពណ៌ខ្មៅនេះ IC ហ្នឹងគឺយើងលេខសម្គាល់វា7805ភ្លើងជើងទី1នេះភ្លើងដំបូងគេមកនេះគឺភ្លើង12វ៉ុលជើងកណ្ដាលវានេះគឺខ្មាស់ហើយជើងចុងក្រោយនេះគឺភ្លើង5វ៉ុលបងប្អូនយើងបាទតែជើងចុងក្រោយយើងយកទៅដាក់នឹង Bluetooth យើងបាទចង់បញ្ជាក់ត្រង់ខ្សែនេះតិចបើជាខ្ញុំដាក់ខ្សែរឿងធំគឺដើម្បីកាត់សំឡេងកុំឲ្យវាលាន់ងើបាទ Bluetooth ចេះបើធម្មតាវាលាន់ងើបងប្អូនយើងបាទដាក់នឹងងើកែតែនេះអត់ទេស្ងាត់បាទទៅនេះឲ្យស្ងាត់សូន្យកែតាមខ្ញុំគឺស្ងាត់ជើង Bluetooth បាទយើងមើលជើង Bluetooth វិញយើងមើលតាមខ្ញុំទៅវីដេអូបាទនេះតិចនេះអាជើងដំបូងគេនេះគឺភ្លើងបោកបាទជើងដំបូងគេគឺភ្លើង5វ៉ុលហើយជើងកណ្ដាល2នេះគឺយើងអត់ផ្សារទេយើងដាក់ផ្សារជើងចុងគេបំផុតនេះវិញមើលតាមខ្ញុំទៅបងប្អូនយើងមើលតាមវីដេអូទៅយល់ជើងនេះគឺភ្លើង5វ៉ុលជើងនេះគឺភ្លើងជើងម៉ាស់បាទជើងម៉ាស់យើងដាក់តាណាក៏បានដែរយើងវាស់មើលទៅនេះអនឡាញចេះអីបច្ចិនម៉ាស់បើអញ្ចឹងទេគេដាក់អក្សរថាអក្សរ G យើងផ្សារចូលអក្សរ G មកបតខ្លះគេដាក់ GND ទៀតយើងដាក់តាណាក៏បានដែរផ្សារជាប់មួយនេះក៏ម៉ាស់ដែរតួនេះហ្នឹងម៉ាស់នេះភ្លើងចូលជើង IC ហ្នឹងមកយើងចំណាំលេខ7805មកជាការស្រាច់ហើយចំពោះ input វាគឺកន្លែងរុនកាសនេះមើលតាមវីដេអូបងប្អូនមើលតាមខ្ញុំទេយល់ហើយកន្លែងនេះកន្លែងយើងដោតអាដូចកាសដូចចាក់ទូដល់ចូលទូរស័ព្ទអីហ្នឹងដូចហ្នឹងបាទអញ្ចឹងយើងមើលទៅជើងទី1នេះគឺម៉ាស់អញ្ចឹងយើងផ្សារពីជើងហ្នឹងមកចូលនេះមកព្រោះយើងអត់ផ្សារអញ្ចឹងក៏លាន់ងើដែរ Bluetooth យើងផ្សារអញ្ចឹងមកហើយជើងបន្ទាប់មកទី2ទី3នេះគឺ in ទេយើងយកមួយណាក៏បានដែរ Bluetooth វាអត់មាន stereo អីទេអញ្ចឹងយើងយកតែមួយមកហើយចំពោះបាននេះគឺសំខាន់làយើងគោះ in ដែរទេបងប្អូនចាំយើងគោះ in កន្លែងណាលឺវាលឺវាមានច្រើនប្រភេទខុសគ្នាបាសខ្លះវាមាន snap in វាមកយើងដោះចេញពី Bluetooth snap input វាមកយើងយកមកដាក់ចូលមកតែបាសនេះវា in វានៅកន្លែងជើង volume master នេះតែម្ដងអញ្ចឹងយើងគាត់ទៅដាក់ in ចូលទៅគឺវាលឺតែម្ដងសម្រាប់បាសដែលខុសពីនេះគឺពេលខ្លះគឺវាមាន snap វាបងប្អូនគេដាក់អក្សរថា or in l in អញ្ចឹងទៅយើងយកអាលេខ l in or in ហ្នឹងមកផ្សារឡើងនេះមកអក្សរ or in ហ្នឹងគឺអក្សរ in បាទ in ហើយវាមាន in 2ហើយនឹង GND មួយបាទយើង GND យើងដាក់ទៅនេះមកការស្រេចចាំបងប្អូនជួយ Subscribe Channel YouTube អ្នកមួយមកយើងនឹងធ្វើការបង្ហាញវីដេអូជាច្រើនចែករំលែកពីចំណេះដឹងពីការជួសជុលការកែតាក់ទងនឹងគ្រឿងអេឡិចត្រូនិកគឺអគ្គិសនី
ច្រើនប្រភេទទៀតបាទឥឡូវកុំឲ្យខាតពេលយើងទៅទស្សនាការស្ដាប់សលេងណាជួសជុលយើងកាយរួចរាល់ហើយតែសលេងបន្តិចចឹងរបស់ទីបាទសូមបញ្ជាក់ថាសលេងវាគឺនៅដដែលធម្មតាទេបងប្អូនយើងបាទសលេងអត់មានបញ្ហាទេយើងគាត់នឹងកាយតែ Bluetooth ទេបាទធ្វើតាមខ្ញុំនេះគឺចំណាយអស់លុយតិចបាទសូមអរគុណសូមជម្រាបលាបងប្អូនយើងបាទ